ពេល3 វិនាទីហាម3 2 1ជាប់ហើយមានបេក្ខជនម្នាក់ទៀតស្ទូចបានត្រីហើយលើកនេះគឺលោកលីជៀនឆឹងដែលជាស្ដេចស្ទូចត្រីពិភពលោកវ៉ានិយាយថា3 វិនាទីជាប់គឺ3 វិនាទីជាប់មែននេះហើយគឺជាស្ដេចស្ទូចត្រីលាវតោះយើងមកមើលទាំងអស់គ្នាតើគាត់នឹងដូចបេក្ខជនលេខ65ដែរឬទេដែលស្ទូចបានរបស់អ្វីប្លែកមែនទេស្ដេចស្ទូចត្រីលាវស្ទូចបានត្រីឡើងមកហើយគឺត្រីកាប់ធំមួយដែលមានទម្ងន់20 ជានហាពិតជាស័ក្តិសមជាស្ដេចស្ទូចត្រីលាវមែនទទួលបានជោគជ័យតាំងពីចាប់ផ្ដើមដំបូងតែម្ដងខ្ញុំហាក់ដូចជាឃើញបល្ល័ង្កជើងឯកកំពុងបត់ដៃហើយគាត់ហើយឃើញទេយ៉ែនសេឲ្យស្ដេចស្ទូចត្រីលាវចាប់ផ្ដើមភ្លាមនាំមកគេ20 ជានបាត់ហើយជើងឯកថ្ងៃនេះខ្ញុំប្រកាសជាយកឲ្យបានយុវជនតើឯងពិតជាគិតថាត្រីងាយស្រួលស្ទូចបែបនេះមែនទេដើម្បីការប្រកួតលើកនេះខ្ញុំបានត្រៀមខ្លួនទុកជាមុន1 ខែនៅទីនេះដើម្បីសិក្សាពីទម្លាប់របស់កន្លែងចិញ្ចឹមត្រីនេះបានផ្សំចំណីត្រីយ៉ាងសម្រិតសម្រាំងឲ្យតែចំណីរបស់ខ្ញុំដាក់នៅទីនេះត្រីក្នុងរង្វង់រាប់រយម៉ែត្រនឹងមកទីនេះទាំងអស់អ្នកអាចសាកល្បងលួចស្ទូចបន្តិចបន្តួចបានប៉ុណ្ណឹងគឺល្អណាស់ទៅហើយពិតជាស័ក្តិសមជាស្ដេចក្នុងវិស័យស្ទូចត្រីមែនបើអញ្ចឹងមែនខ្ញុំក៏ត្រូវចេញកម្លាំងដែរអ្នកទាំងអស់គ្នាមើលចុះមានអ្នកស្ទូចបានត្រីទៀតហើយលើកនេះអ្នកដែលស្ទូចបានគឺបេក្ខជនលេខ1515ចាំបន្តិចត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះបេក្ខជនលេខ65ស្ទូចបានត្រីម្ដងទៀតហើយចាំមើលថាតើពួកគាត់នាំមកនៅអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លះហេតុអ្វីក៏ជាស្បែកជើងផ្ទាត់មួយទៀតហើយប្អូនប្រុសសំណាងល្អមិនធម្មតាមែនវាត្រូវជាមួយស្បែកជើងផ្ទាត់ដែលស្ទូចបានមុននេះតែម្ដងការប្រកួតមិនទាន់បានពាក់កណ្ដាលផ្លូវផងលោកលីវស្ដេចស្ទូចត្រីកំពុងនាំមុខដាច់ឆ្ងាយហើយស្ទូចបានត្រីរាប់ពាន់គីឡូហើយស្ដេចស្ទូចត្រីពិភពលោកពិតជាសមនឹងកេរ្តិ៍ឈ្មោះមែនការប្រកួតស្ទូចត្រីមិនត្រឹមតែជាការសាកល្បងបច្ចេកទេសរបស់អ្នកប្រកួតប៉ុណ្ណោះទេតែវាក៏ជាការសាកល្បងភាពអត់ធ្មត់ផងដែរក្នុងស្ថានភាពបរិស្ថានដ៏អាក្រក់បែបនេះប្រសិនបើមិនបានបន្ធូរកម្ដៅពីញើសទេវាគឺជាការធ្វើទារុណកម្មដែលពិបាកនឹងទ្រាំទ្រណាស់ថ្ងៃនេះក្ដៅខ្លាំងណាស់ឲ្យឆេនមកបក់ខ្យល់ឲ្យខ្ញុំបន្តិចមកអាឡូសាមកទីនេះមកទោះបីជាអ្នកប្រកួតភាគច្រើនមានគ្រួសារក៏ដោយប៉ុន្តែខ្ញុំជឿថាប្រពន្ធរបស់អ្នកប្រកួតភាគច្រើននឹងមិនយល់ស្របឡើយចំពោះការដែលពួកគេចាក់ចេញពីផ្ទះមកស្ទូចត្រីក្នុងរយៈពេលយូរបែបនេះដូច្នេះយើងទាំងអស់គ្នាអាចមើលឃើញថាអ្នកប្រកួតនៅក្នុងទីលានភាគច្រើនគឺស៊ូតែម្នាក់ឯងចាំបន្តិចនេះគឺអូនឯងកុំអួតពេកគេស្លៀកពាក់ម៉ាកដែនវិញអាចបញ្ចុះកម្ដៅបានបន្តិចអូយចង្រៃត្រជាក់ចង់ងាប់ហើយមុនពេលអញឲ្យខ្ញុំញ៉ាំមិនសាកមើលទេថាការ៉េមនឹងវាត្រជាក់ប៉ុណ្ណាថ្ងៃក្ដៅបែបនេះចង់ឲ្យខ្ញុំផ្ដាសាយព្រោះតែត្រជាក់មែនទេចៅហ្វាយអញ្ចឹងឲ្យឆេនជួយកម្ដៅឲ្យបន្តិចទៅពិតជាមើលងាយគ្នាខ្លាំងពេកហើយវងយ៉ានក្នុងចិត្តខ្ញុំគ្មាននាងយូរហើយតើនាងអាចឈប់គិតតែម្នាក់ឯងបានទេតាមពិតអ្វីដែលអ្នកនិយាយសុទ្ធតែជាការពិតចង្រៃលេនឆេងមនុស្សចោលម្សៀតម្នាក់នេះហេតុអីបានជាមិត្តស្រីម្នាក់សុទ្ធតែស្អាតជាងមុនអញ្ចឹងបានហើយកុំមកនៅទៅដៃទៅជើងនៅទីនេះទៀតបានហើយទៅផ្ទះចាំខ្ញុំទៅសុំទោសចៅហ្វាយសាននឹងត្រឡប់ទៅផ្ទះឥឡូវនេះមិនត្រឹមត្រូវទេនេះគឺជាប់សន្ទូច100ហើយតើហេតុអីបានជាស្ទូចបានតែសម្រាមចេញមកបែបនេះមិនបានទេខ្ញុំត្រូវតែទៅសួរប្រព័ន្ធហាប្រព័ន្ធតើអញមិនបានផ្ដល់ជំនាញជាប់សន្ទូច100ឲ្យខ្ញុំទេអីហេតុអីអ្នកផ្សេងស្ទូចបានត្រីជាប់គ្នាចំណែកខ្ញុំត្រីមួយក្បាលក៏ស្ទូចមិនបានដែរជាប់សន្ទូច100មិនមែនមានន័យថាបានត្រី100នោះទេប្រសិនបើម្ចាស់ចង់ធានាថាបានត្រី100អាចទៅកាន់ហាងទំនិញរបស់ប្រព័ន្ធចំណាយ50000ពិន្ទុទូចត្រីដើម្បីទិញនុយត្រីកម្រិតទេវៈបន្ទាប់ពីទិញនុយត្រីកម្រិតទេវៈហើយវានឹងជួយឲ្យម្ចាស់ទទួលបានជ័យជំនះយ៉ាងងាយស្រួល50000ពិន្ទុទូចត្រីបដូរជាសាច់ប្រាក់គឺ5លានតើមានអ្នកណាខ្ជិះខ្ជីបែបនេះទៅមិនបានទេការប្រកួតរបស់យើងគឺសង្កត់ធ្ងន់លើភាពយុត្តិធម៌និងត្រឹមត្រូវក្នុងនាមខ្ញុំជាយុវជនល្អម្នាក់ក្នុងសតវត្សទី21ចង់ឲ្យខ្ញុំប្រើល្បិចមិនត្រឹមត្រូវដើម្បីបន្លំគឺមិនអាចទៅរួចទេឲ្យខ្ញុំប្រើនុយលំដាប់ព្រះដើម្បីបន្លំគុំសង្ឃឹមឲ្យសោះម្ចាស់តើអ្នកភ្លេចថាខ្លួនឯងមានប្រព័ន្ធហើយមែនទេសត្វតិរិឆានកុំមកបំបែកសមាធិរបស់ខ្ញុំទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងមិនប្រើនុយទើបរបស់អ្នកមកបន្លំដាច់ខាតលើកលែងតែអ្នកឲ្យខ្ញុំហ្វ្រេហុយអ្នកខុយគឺមានន័យថាម៉េចចេះអានឹងលក់50000នរណាមានលុយទិញទៅពិតមែនហើយមិនដឹងថាអាចឈ្នះរង្វាន់ឬអត់ផងបើមិនឈ្នះរង្វាន់ទេខ្ញុំមិនត្រូវអស់លុយរលីងហើយទេអីខ្ញុំមិនជឿថាស្ទូចបានតែសម្រាមរាល់ដងនោះទេប្រយ័ត្នបន្តិចកុំឲ្យគេឃើញឲ្យសោះនេះគឺ
គុំធ្វើខុសឲ្យសោះណាប្រសិនបើលីវស្តេចស្ទូចត្រីអាចឈ្នះជើងឯកក្នុងការប្រកួតបានលោកប្រធានយ៉ាងនឹងអាចទទួលបានមរតកពីឪពុករបស់គាត់បានដល់ពេលនោះពួកយើងទាំងអស់គ្នានឹងបានស៊ីឆ្ងាញ់ផឹកស្រួលហើយចង្រៃយកបន្លំសោះអាយខ្ញុំថាហើយហេតុអីបានជាមានតែលីវជាងចឹងម្នាក់គត់ដែលស្ទូចត្រីបានតាមពិតពួកឯងកំពុងបន្លំសោះអាប្អូនកុំមកនិយាយផ្ដេសផ្ដាស់នៅទីនេះតើភ្នែកម្ខាងណាយរបស់ឯងឃើញភស្តាងដែលពួកយើងបន្លំចុះឈុតមួយទឹកនឹងត្រីរស់ទាំងនេះមិនមែនជាភស្តាងទេអីនេះចាត់ទុកជាភស្តាងស្អីទៅលេនសៀនជាងខ្ញុំទទួលស្គាល់ថាឯងពិតជាមានបច្ចេកទេសខ្លះមែនប៉ុន្តែកុំភ្លេចថាទីនេះជាទឹកដីរបស់អ្នកណាឯងចង់ប្រើបច្ចេកទេសដើម្បីដណ្ដើមយកជើងឯងហ៎កុំសង្ឃឹមឲ្យសោះខ្ញុំសូមណែនាំឯងធ្វើមិនដឹងមនុស្សខ្លះទៅបើមិនដូច្នោះទេលោកអាញាកណ្ដាលខ្ញុំសូមរាយការណ៍ថាមានអ្នកបន្លំមានមនុស្សមួយទឹកលោកអាញាកណ្ដាលចាំមើលថាអ្នកណាហ៊ានបន្លំពិតជាថ្លើមធំមែនពួកគេពាក់ឈុតមួយទឹកហើយថែមទាំងយកត្រីរស់មកទៀតគឺដើម្បីត្រៀមខ្លួនចុះទឹកទៅពួកត្រីនឹងឯងខ្ញុំបានឮផ្ទាល់ទៅជាតិថាយ៉ាវខេងយុនបានប្រាប់គេថាត្រូវតែចង់ត្រីជាប់នឹងដងសន្ទូចរបស់ស្ដេចស្ទូចត្រីលាវឲ្យបានខ្ញុំនឹងស៊ើបអង្កេតមើលបើវាជាការពិតខ្ញុំនឹងចាត់ការឲ្យបានម៉ឺងម៉ាត់អ្នកចាត់ការយ៉ាវតើអ្នកត្រៀមខ្លួនចុះទឹកទៅពួកត្រីមែនទេតើមានបញ្ហាអីមែនទេអូអត់ទេគ្រាន់តែសួរតាមការងារធម្មតាទេមិនមែនទេមិនក៏ឯងអួតក្អេងក្អាំងម្លេះលោកអាញាកណ្ដាលមនុស្សបែបនេះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួតទេប្រញាប់ដកសិទ្ធពួកគេចេញទៅដកសិទ្ធហេតុអីត្រូវដកសិទ្ធព្រោះពួកគេកំពុងបន្លំនេះមានទាំងឈុតមួយទឹកមានទាំងត្រីរស់បើមិនមែនបន្លំតើជាស្អីទៅវិញអ្នកណាថាពួកគេកំពុងបន្លំមេកាយ៉ាវច្បាស់ជាចុះទឹកដើម្បីបង្រៀនត្រីហែទឹកហើយអីឯងនិយាយថាអីលោកអាញាកណ្ដាលពួកយើងបង្រៀនត្រីហែទឹកមានបញ្ហាអីដែរទេបង្រៀនត្រីហែទឹកពិតមែនហើយត្រីនេះចេះតែហែរបៀបសេរីប៉ុណ្ណោះពួកយើងមានបំណងបង្រៀនវាហែផ្ងាហែលកង្កែបហែមេអំបៅនិងរបៀបហែផ្សេងទៀតធ្វើបែបនេះនៅពេលត្រីជួបនឹងសត្រូវធម្មជាតិឱកាសរស់រានមានជីវិតរបស់វានឹងកាន់តែខ្ពស់ហាមិននឹកស្មានថាមេកាយ៉ាវមានទឹកចិត្តល្អយ៉ាងនេះសោះស្ថានភាពយ៉ាងណាខ្ញុំជឿថាអ្នកយល់ច្បាស់ហើយមេកាយ៉ាវនិងពួកគាត់មិនមានការសង្ស័យថាបានលួចបន្លំឡើយគ្រាន់តែចុះទៅក្នុងទឹកដើម្បីបង្រៀនត្រីហែទឹកប៉ុណ្ណោះសូមបេក្ខជនលេខ65ត្រឡប់ទៅកាន់កន្លែងប្រកួតវិញបន្តការប្រកួតលោកអាញាកណ្ដាលទាំងសាក់សីនិងភស្តុតាងនៅទីនេះទាំងអស់ឲ្យតែភ្នែកមិនខ្វាក់គឺអាចមើលដឹងថាពួកគេកំពុងតែលួចបន្លំហើយលោកនៅតែនិយាយថាពួកគេមិនបានលួចបន្លំទៀតអីថែមទាំងប្រឌិតរឿងអប់រំការហែទឹកស្អីនឹងទៀតតើឯងជាអាញាកណ្ដាលឬក៏ជាគាត់រ៉េងហាមិញគឺជាឆ្កែមួយក្បាលប៉ុណ្ណោះហ៊ានណាស់ដែលមកឌឺដងដាក់អាញាកណ្ដាលវីប្រហារបុគ្គលលើអាញាកណ្ដាលព្រមមានកាតលឿងមួយបើមានលើក្រោយទៀតនឹងដេញចេញពីទីលានភ្លាមល្អហើយខ្ញុំមើលដឹងហើយពួកឯងសុទ្ធតែជាក្រុមតែមួយមើលដឹងហើយតើចង់យ៉ាងម៉េចទីនេះគឺជាទឹកដីរបស់ខ្ញុំកាលពីយប់មិញខ្ញុំបានចាត់មនុស្សនៅកន្លែងប្រកួតនេះប្រើសំណាញ់ក្រឡាញឹកបងយកត្រីអស់3ដងរួចទៅហើយឥឡូវទីនេះសំបីតែស្រកាត់ត្រីក៏គ្មានដែរនៅសល់អីទៀតទេហេមិនចម្លែកទេដែលមានតែស្ដេចស្ទូចត្រីលឺម្នាក់គត់ដែលស្ទូចត្រីបានក្រុមហ៊ុននេសាទយ៉េងយូគឺជាគេដំណើររបស់ឪពុកលោកយ៉េងម្ចាស់ជើងឯកនៃការប្រកួតស្ទូចត្រីនេះត្រូវតែជាលោកប្រធានយ៉េងរបស់យើងឯងគ្រាន់តែជាសម្រាមនៅបាតសង្គមនៅចង់ស្រមៃចង់បានជោគជ័យត្រឹមមួយប៉ព្រិចភ្នែកទៀតតើនរណាឲ្យការស្រមៃដល់ឯងប្រព័ន្ធខ្ញុំចង់ទិញនុយត្រីអស្ចារ្យនុយត្រីអស្ចារ្យអាចធានាបានថាម្ចាស់នឹងស្ទូចបានត្រី 100% ថែមទាំងអាចតាក់ទាញសត្វទឹកអាចកំបាំងទៀតផងតម្លៃ 50,000 ពិន្ទុទូចត្រីទិញខ្ញុំនឹងឲ្យពួកគេសងថ្លៃវិញរហូតមកដល់ពេលនេះស្ដេចស្ទូចត្រីលាវនៅតែនាំមុខគេដែលពិតជាស័ក្តិសមជាម្ចាស់ជើងឯកការពីតំណែងមែននៅសល់ពេលមួយរយៈទៀតមុនពេលការប្រកួតបញ្ចប់សង្ឃឹមថាបេក្ខជនផ្សេងទៀតនឹងខិតខំប្រឹងប្រែងដណ្ដើមយកជ័យជំនះម្ចាស់ជើងឯកលើកនេះខ្ញុំច្បាស់ជាបានហើយចាំពេលខ្ញុំឈ្នះជើងឯកហើយទទួលបានកិច្ចមរតកយ៉ាងសេខ្ញុំនឹងជួយសងបំណុលឯងទាំងអស់តើលេងឆានចឹងទៅណាហើយខ្ញុំដឹងហើយថាឯងនៅតែបារម្ភពីអាសម្រាមម្នាក់នោះវាមើលឃើញថាស្ទូចត្រីមិនបានសំបីតែមួយក្បាលក៏ខ្មាស់គេពេកទើបចាក់ចេញទៅបាត់ទៅខ្ញុំទើបតែចេញទៅបានប៉ុន្មាននាទីតើឯងនៅខ្ញុំដល់ថ្នាក់នឹងផងឯងមិនទាន់បានទទួលស្គាល់ខ្ញុំជាឪពុកនៅឡើយទេចាំមើលថាបន្តិចទៀតឯងជួយមនុស្សយ៉ាងម៉េចអូមើលទៅឯងនៅតែមិនអស់ចិត្តសោះខ្ញុំប្រាប់ឯងរួចហើយត្រីក្នុងរង្វង់100ម៉ែត្រនេះត្រូវបានខ្ញុំតាក់ទាញមកទីនេះអស់ហើយឯងស្ទូចមិនបានត្រីសំបីតែមួយក្បាលឡើយប្រសិនបើខ្ញុំមិនបានឃើញនឹងភ្នែកថាមានគេចុះទៅដាក់ត្រីឲ្យឯងក្នុងទឹកខ្ញុំស្ទើរតែជឿបាត់ទៅហើយស្ទូចបានតាំងពីពេលណាមិនមែនគ្រាន់តែជាឆ្កែមួយក្បាលរបស់យ៉ាងហាមិញទេអីពួកឯងមិនមែនចូលចិត្តលេងបន្លំទេអីខ្ញុំនឹងឲ្យពួកឯងឃើញថាអ្វីទៅដែលហៅថាការបន្លំពិតប្រាកដត្រីមកហើយជាប់ត្រីហើយបន្ទាប់ពីបេក្ខជនលេខ65ស្ទូចបានសម្រាមជាច្រើនរួចមកទីបំផុតមានអ្វីមួយជាប់នុយម្ដងទៀតហើយសូមឲ្យយើងទាំងអស់គ្នារងចាំមើលតើថ្ងៃនេះគាត់អាចស្ទូចបានអ្វីខ្លះតើអាចទទួលបានត្រីដំបូងសម្រាប់ថ្ងៃនេះដែរឬទេ
លោកគ្រូលីស្ទូចបានរាប់ម៉ឺនគីឡូហើយត្រីនៅជុំវិញនេះត្រូវបានគាត់ស្ទូចអស់រលីងហើយតាមពិតទៅខ្ញុំពិតជារង់ចាំមើលណាស់តើអ្នកគិតថាលើកនេះលេងសែនឆេងនឹងស្ទូចបានអ្វី